លទ្ធផល UCL យប់មិញនេះអាចនឹងធ្វើឲ្យបងប្អូនយើងមួយចំនួនស្ទើរតែដាច់ផាតែម្ដងបងប្អូនយើងយប់មិញនេះគឺបាក្រុមបា PAG បាក់បាក់បាក្រុម Spurs លទ្ធផលបា5ទល់នឹង3ប៉ុន្តែបើយើងក៏លេខមើលលទ្ធផលនេះក៏វាមិនប្លែកប្រហែលទេបងយើងបើថាបាក្រុមបា PAG គឺជាម្ចាស់ជើងឯកអញ្ចឹងគឺបាស៊ីបាមន់បា5-3ក៏អត់បញ្ហាមកគូទៀតគឺបារៀលបាប៉ះនឹងបាក្រុមបាអូឡាំស្ចាកូសបាគូនេះគឺអេមីនគឺបាបុកពោះដែរបងយើងមកចុងមកវាតែស្មើណាប៉ុន្តែរៀលបាអាចទប់បានគឺលទ្ធផលបា3ទល់នឹង4បងប្អូនយើងប៉ុន្តែបើចូលដល់មកគូទៀតបើដែលបងប្អូនយើងស្ទើរតែវាមិនគួរឲ្យជឿបើថាបាក្រុមកំភ្លើងធំ Arsenal ហ្នឹងអាចមានសមត្ថភាពបើក្នុងការបំបាក់បាក្រុមយូម៉ូនិចលទ្ធផលដល់ទៅបា3ទល់នឹង1ប៉ុន្តែយប់មិញនេះគឺបើយូម៉ូនិចគឺបាត់បង់បាននៅសន្លឹកអាត់មួយបងប្អូនយើងមកគឺកាឡាកូលូវីសឌីអាបើចឹងធ្វើឲ្យបើយូម៉ូនិចគឺអត់សូវមានឱកាសអត់សូវមានមួយផ្លែបាទក្នុងការបាទចាក់បាទក្រុម Arsenal ទេបាទអញ្ចឹងហើយបាទក៏បរាជ័យតែម្ដងបាទនៅក្រោមជើងបាទក្រុមកំភ្លើងធំបាទ Arsenal ហើយមកគូទៀតបងប្អូនបាទគឺបាទក្រុម Liverpool បាទជាទៅបរាជ័យបាទក្រុមធ្វើជើងក្រុមបាទ PSV លទ្ធផលបាទ4ទល់នឹង1វាគូមិនគួរឲ្យជឿសោះបងប្អូនយើងមកលទ្ធផលនេះហេតុអីក៏ Liverpool គឺបរោម្លឹងបងប្អូនយើងវាមិនគួរឲ្យជឿណាហើយ Liverpool កាលពីប្រកួតមុនទៅតែបរាជ័យហើយបាទក្រុមធ្វើជើងបាទក្រុម Nottingham Forest បាទ3-0ឥឡូវមកទក់សាច់ទៀតបាទក្រុមមិនធ្វើជើងបាទ PSV បាទ4-1ទៀតហើយអញ្ចឹងប្រហែលជាតំណែងរបស់លោកបាទ Arne Slot គឺរក្សាមិនគង់វង្សយូរប្រហែលទេមើលទៅបងប្អូនយើងអាចថានឹងបាទឆាប់នេះឲ្យមើលទៅអាចនឹងបាទ say goodbye បាទ go home សម្រាប់បាទលោកបាទ Arne Slot